សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំវណ្ណរាពីប្រទេសហុងហ្គារីអញ្ចឹងថ្ងៃនេះគឺខ្ញុំធ្វើ lab ឆាប់ចប់លឿនអញ្ចឹងបន្ទាប់ពីចប់ lab ហើយខ្ញុំក៏ឆ្លៀតពេលមកអានសៀវភៅនៅបណ្ណាល័យសាធារណៈនេះតាមផ្លូវកំពុងតែដើរទៅគឺសិតតែមានជនជាតិហុងហ្គារីគាត់ enjoy life តាមហាងគេនៅដងផ្លូវអញ្ចឹងហ្នឹងហើយអញ្ចឹងខ្ញុំអានសៀវភៅនៅបណ្ណាល័យសាធារណៈទៅជាមួយនឹងត្រៀមដើម្បីប្រឡង complete exam ហើយនឹង defend proposal ជាដើមហ្នឹងហើយអរគុណឥឡូវចាំមើលយើងចូលមើលតើបណ្ណាល័យប្រទេសគេស្អាតប៉ុណ្ណាទាំងអស់គ្នាបាទអរគុណបាទឥឡូវខ្ញុំដើរដល់ខ្លងទ្វារបណ្ណាល័យគេហើយនេះគឺជាបណ្ណាល័យសាធារណៈហ្នឹងហើយទីក្នុងបណ្ណាល័យនេះដូចគេអាច take photo បានតែមុននឹងយើងចូលគឺយើងត្រូវបង្ហាញកាតឃើញទឹកជាក្នុងបណ្ណាល័យស្អាតទេបងប្អូនទាំងអស់គ្នាដើមឈើហើយនឹងមានសិស្សនិស្សិតអ្នកស្រាវជ្រាវជាច្រើនគឺមកចូលអានសៀវភៅនៅទីនេះហ្នឹងអញ្ចឹងមុននឹងចូលអានសៀវភៅបើសិនជាយើងជាសិស្សថ្មីគឺយើងត្រូវ register ចំនួន400 foreign ដូច1រៀលគឺជាសមាជិកសម្រាប់មួយឆ្នាំតែសម្រាប់ខ្ញុំគឺខ្ញុំបានregister ហើយអញ្ចឹងខ្ញុំចូលតែម្ដងតាមណានទាំងអស់គ្នាខ្ញុំនឹងចែករំលែកពីបទពិសោធន៍ក្នុងការរៀនក៏ដូចជាការរស់នៅក្នុងប្រទេសហុងហ្គារីនេះហើយពុកម៉ែបងប្អូនទាំងអស់គ្នានៅពេលនេះខ្ញុំចូលដល់បណ្ណាល័យគេហើយអញ្ចឹងមានសៀវភៅជាច្រើនដែលគេរៀបតាមថ្នាក់អញ្ចឹងណាទាំងអស់គ្នានឹងឲ្យបណ្ណាល័យហ្នឹងគឺគេឲ្យថតវីដេអូក៏ដូចជារូបភាពបានហើយនេះគឺជាកុំព្យូទ័រសម្រាប់យើងសិក្សាស្រាវជ្រាវបណ្ណាល័យស្អាតទេបងប្អូនស្អាតមែនតើខ្ញុំនឹងរកកន្លែងមួយដើម្បីអានសៀវភៅនៅក្នុងកុំព្យូទ័រហើយនឹងរៀបរាប់ពីការរស់នៅទីនេះឡើងទៅជាន់បន្តទៀតជាជាន់ដែលខ្ញុំចូលចិត្តអានសៀវភៅវាស្ងាត់អញ្ចឹងបើចឹងសម្រាប់បណ្ណាល័យសាធារណៈនេះមានកន្លែងយើងអាចអង្គុយញ៉ាំបាយបានបន្ទប់ទឹកយើងទិញរបស់របរអីមកហូបនៅកន្លែងដែលគេសម្រាប់អញ្ចឹងណាហើយនេះយើងអង្គុយអានសៀវភៅមាន free wifi ក៏ដូចជាសមាជិកនៅក្នុងនឹងផងដែរខ្ញុំរៀបចំកត្តា